ពន្លឺព្រះអាទិត្យពណ៌មាសស្រាលរៀបតែនឹងលិចបាត់ទៅក្រោយជួរភ្នំបន្សល់ទុកនៅទិដ្ឋភាពពេលហ្វាយ័នដ៏ស្រស់ត្រកាលមិនយូរប៉ុន្មានពួកគេក៏បានដើរមកដល់រោងនាខាងមុខផ្ទះពូភៀបនៅក្រោមរោងមុខផ្ទះនោះគេសង្កេតឃើញនារីក្រមុំដ៏ស្រស់សោភាពីរនាក់គឺវិចារានិងដាវីកំពុងតែអង្គុយយ៉ាងរំទុំនៅលើគ្រែឫស្សីជជែកគ្នាលេងបណ្ដើរនិងចាក់កន្ត្រកស្លឹកត្នោតបណ្ដើរគ្រាន់តែក្រឡេកឃើញបងប្រុសដើរចូលមកដល់ទីធ្លាផ្ទះភ្លាមវិចារាក៏ប្រញាប់ទម្លាក់កន្ត្រកចុះរួចក្រោកឈរផ្ទុះរត់ទៅទទួលបងប្រុសទាំងទឹកមុខញញឹមញញែមនិងពោពេញដោយការចង់ដឹងចង់ឮបងជ័យបងវីរៈពួកបងមកវិញហើយវិចារាស្រែកហៅរួចហ្វូទៅកាន់បងប្រុសបន្តទៀតថាយ៉ាងម៉េចហើយបងទៅចុះឈ្មោះប្រកួតនឹងរួចហើយឬនៅហើយមើលទៅមានសង្ឃឹមជាប់ជាមេកងការពារគេឬអត់បងជ័យឬប្អូនស្រីហ្វូរបៀបនេះក៏ញញឹមរួចលើកដៃចង្អុលមុខប្អូនស្រីតិចតិចបែបលេងសើចហើយពោលតបថាយីក្មេងនេះហ្វូរបៀបនេះគឺមិនទុកចិត្តលើសមត្ថភាពរបស់បងប្រុសខ្លួនឯងឬក៏យ៉ាងម៉េចហ្នឹងបងប្រឹងហាត់គុណឡើងនឿយខ្លួនឯងប៉ុណ្ណឹងហើយនៅហ្វូថាមានសង្ឃឹមទៀតបងមិនភ័យរឿងប្រកួតលើសង្វៀនទេតែបងខ្លាចតែម្យ៉ាងទេឮពាក្យថាខ្លាចចេញពីមាត់បងប្រុសដែលកម្រនឹងពោលពាក្យនេះវិចារាក៏បើកភ្នែកធំធំរួចហ្វូតបដោយក្តីងឿឆ្ងល់ព្រាមថាបងខ្លាចអីគេទៅបងជ័យខ្លាចគូប្រកួតធំពេកវាមិនឈ្នះគេមែនទេជ័យមិនតន់នឹងបានឆ្លើយតបផងស្រាប់តែវីរៈដែលឈរនៅក្បែរនោះហើយនៅខឹងរឿងចំនួនមុននេះមិនតន់បាត់ផងក៏លូកមាត់និយាយកាត់ថាជ័យគេមិនខ្លាចគូប្រកួតទេវិចារាតែគឺខ្លាចកូនស្រីលោកសេដ្ឋីនោះឯងនាងមានឈ្មោះថាធីតាវតីអីគេនោះនាងកាចឆ្នះខ្លាំងណាស់បងធ្លាប់គិតថាវិចារារៀងកាចឆ្នះប៉ុណ្ណឹងទៅហើយតែនាងនោះកាចឆ្នះនឹងឆ្មឹងឆ្មៃលើវិចារារាប់សិបដងឯណោះគ្រាន់តែវីរៈនិយាយចប់ភ្លាមដាវីដែលអង្គុយស្ដាប់នៅក្បែរនោះក៏ហ្វាចលួចញញឹមរួចពោលកាន់ជើងជ័យភ្លាមថាយីបងវីរៈឯងនេះបងជ័យគាត់ជាមនុស្សល្អចរិតរំទុំសំដីផ្អែមល្ហែមគ្មាននរណាគេមកកាច់ឆ្នះឬរករឿងដាក់គាត់នោះទេខ្ញុំគិតថាគេកាច់ឆ្នះខ្លាចតែឆ្នះដាក់បងវីរៈឯងទេតើមើលមុខបងឯងចុះរករឿងគេអញ្ចឹងអ្នកណាមិនកាច់ដាក់នោះឮដាវីនិយាយចាក់ដោតចំបែបនេះជ័យនិងវីរៈក៏ប្រញាប់ងាកមើលមុខគ្នាភ្លាមពួកគេលេបទឹកមាត់ក្អឹកព្រោះសន្យាគ្នាថាមិននិយាយរឿងចំនួននៅមុខវិមានលោកសេដ្ឋីឲ្យប្អូនស្រីដឹងតែវីរៈបែរជាផ្លត់មាត់និយាយរឿងកូនស្រីលោកសេដ្ឋីចេញមកបាត់ទៅហើយពួកគេមិនអាចបន្តការសន្ទនារឿងនេះបានទៀតទេខ្លាចក្រែងបែកធ្លាយរឿងដែលជ័យតវ៉ាជាមួយវតីដើម្បីបង្វែរស្ថានភាពកុំឲ្យវិចារាហ្វូដេញដោលបន្តកូនដែលជាមនុស្សពូកែនិយាយក៏ប្រញាប់លូកមាត់រៀបរាប់អំពីសម្រស់របស់ធីតាវតីឲ្យនារីទាំងពីរបានស្ដាប់ជំនួសវិញកូនធ្វើកាយវិការអ៊ូតហ្វើមកថាតែបងប្រាប់ឲ្យត្រង់ចុះណាវិចារាដាវីទោះបីជាអ្នកនាងវតីនោះការឆ្នះមែនតែសម្រស់របស់នាងគឺស្អាតដូចទេពធីតាអញ្ចឹងស្បែកហ្វខ្ចីដូចជាបណ្ដូលចេកហ្វ្លៀកហ្វុតតែហូលផាមួងមានតម្លៃពាក់មាសពាក់ពេជ្រជ្រែកខ្លួនដើរមកក្លិនក្រអូបឈ្ងុយហ្វឹងតែសន្លប់បើនិយាយពីរូបរាងវិញគឺហ្វាក់ហ្វមជាកូនអ្នកមានឋានៈខ្ពង់ខ្ពស់ពិតមែនការរៀបរាប់របស់កូនបានធ្វើឲ្យវិចារាដែលធ្លាប់តែល្បីថាខ្លួនឯងស្អាតដាច់គេប្រចាំភូមិចាប់ផ្ដើមចាប់អារម្មណ៍យ៉ាងខ្លាំងកែវភ្នែករបស់នាងភ្លឺភ្លេកពោពេញទៅដោយការចង់ដឹងចង់ឃើញហើយក្នុងចិត្តលួចគិតថាអូស្អាតដល់ថ្នាក់នឹងផងចង់តែទៅឃើញឲ្យផ្ទាល់ភ្នែកម្ដងទេថាស្អាតប៉ុណ្ណាទៅបានជាពួកបង្កនេះហ្វហ្វាដល់ម្លឹងការចង់ដឹងនេះបានធ្វើឲ្យនាងមានបំណងចង់ទៅចូលរួមមើលការប្រកួតនៅថ្ងៃខាងមុខជាពុំខានដើម្បីឲ្យបានជួបនិងឃើញមុខធីតាវតីផ្ទាល់
បន្ទាប់ពីជជែកគ្នាលេងហ្វាច់ហ្វាបាយបានមួយសន្ទុះធំមេឃក៏ចាប់ផ្ដើមងងឹតបណ្ដើសំលេងចង្រិតក៏ចាប់ផ្ដើមបន្លឺយំជ័យឃើញថាដល់ពេលដែលត្រូវត្រឡប់ទៅផ្ទះវិញហើយគេក៏បានពោលទៅកាន់ប្អូនស្រីខ្លួនថាតោះវិចារាមេឃងងឹតហើយយើងឆាប់ត្រឡប់ទៅផ្ទះវិញទៅប្រយ័ត្នម៉ែនិងលោកពូបារម្ភចាំផ្លូវនិយាយចប់ជ័យក៏បានលាពូភាពវីរៈនិងមិត្តភ័ក្តិដទៃទៀតរួចក៏បណ្ដើរវិចារាដើរត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញទុកឲ្យនៅមុខរោងផ្ទះរបស់ពូភាពត្រឡប់ទៅរកភាពស្ងប់ស្ងាត់នាពេលរាត្រីពន្លឺព្រះអាទិត្យបានលិចបាត់ស្រមោលបន្សល់ទុកត្រឹមតែពន្លឺព្រៀងខណៈដែលហ្វូរីយ៉ារៀបតែនឹងលាចាកផែនដីជ័យនិងវិចារាក៏បានបោះជំហានមកដល់មុខផ្ទះរបស់ខ្លួនគ្រាន់តែឈានជើងចូលមកដល់ភ្លាមក្រោមពន្លឺចង្គៀងប្រេងកាតដែលចាំងភ្លេកក៏បានប្រទះឃើញលោកពូដែននិងអ្នកមីងម៉ាឡៃដែលជាម្ដាយកំពុងតែអង្គុយរងចាំកូនយ៉ាងអន្ទះសាគ្រាន់តែឃើញស្រមោលជ័យបានដើរចូលមកដល់មីងម៉ាឡៃក៏ប្រញាប់ងើបឈររួចពោលស៊ូទៅកាន់កូនប្រុសទាំងទឹកមុខអន្ទះអន្ទែងថាយ៉ាងមិនហើយកូនជ័យទៅដល់វិមានលោកស្ថិនោះចុះឈ្មោះការប្រកួតរួចរាល់ហើយឬនៅកូនជ័យប្រញាប់ដើរចូលមកជិតរួចអង្គុយចុះក្បែរម្ដាយហើយញញឹមតបថារួចរាល់អស់ហើយម៉ែគ្នាកូនទាំង5នាក់គឺបានចុះឈ្មោះចូលរួមប្រកួតទាំងអស់គ្នាហ្នឹងប៉ុន្តែម៉ែអើយមនុស្សដែលទៅចុះឈ្មោះប្រកួតថ្ងៃនេះគឺមានចំនួនច្រើនសន្ធឹកសន្ធាប់ណាស់កូនសង្កេតឃើញមានលោកពូខ្លះមៀតធំកម្ពស់ខ្ពស់សាច់ដុំធំហើយមានហ្វាក់យន់សន្តានពេញខ្លួនទៅទៀតមើលទៅសុទ្ធតែជាអ្នកធ្លាប់ឆ្លងកាត់ការប្រយុទ្ធជោគចំឃើញគូប្រកួតខ្លាំងបែបនេះកូនក៏លួចបារម្ភបន្តិចដែរមិនដឹងថាអាចវាយកឈ្នះពួកគាត់បានឬក៏អត់ទេម៉ែឬក្មួយប្រុសពោលដោយការអស់សង្ឃឹមបែបនេះពូដែនដែលអង្គុយផឹកទឹកតែក្បែរនោះក៏ហ្វាច់បន្តិចរួចពោលលើកទឹកចិត្តមកថាក្មួយជ័យអើយកុំឃើញមៀតធំហ្វាក់ពេញខ្លួនប៉ុណ្ណឹងហើយគិតថាខ្លាចគេឲ្យសោះគុណប្រយុទ្ធដែលពូខំបង្ហាត់ក្មួយរាល់ថ្ងៃនេះគឺជាក្បាច់ហ្វឹកសង្គ្រាមរបស់មេតបកំពូលមិនមែនយកកម្លាំងទៅបុកនឹងកម្លាំងនោះទេពូជឿជាក់លើសមត្ថភាពរបស់ក្មួយប្រកាសជាឈ្នះជឿពូតណាហើយចុះគេកំណត់ថ្ងៃប្រកួតនៅថ្ងៃណាដែរក្មួយជ័យក៏ងាកមកតបលោកពូវិញថាតាមការប្រកាសគឺគេនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃពេញបូរមីដែលត្រូវនឹង3ថ្ងៃខាងមុខនេះហើយពូគ្រាន់តែឮថាថ្ងៃប្រកួតកាន់តែខិតមកដល់មីងម៉ាឡៃក៏ទម្លាក់ទឹកមុខរួចដកដង្ហើមធំហើយពោលទាំងក្តីស្រណោះស្រណោកថាម៉ែពិតជាសោកស្ដាយណាស់កូនដែលម៉ែមិនអាចជិញមុខទៅមើលនិងលើកទឹកចិត្តកូនដោយផ្ទាល់នៅលើសង្វៀនប្រកួតបានម៉ែខ្លាចក្រែងតែគេចំណាំមុខម៉ែបានពូដែនក៏ងក់ក្បាលយល់ស្របរួចពោលដោយសំឡេងតឹងរឹងបង្កប់ដោយក្តីស្រឡាញ់ថាពូក៏ដូចគ្នាដែរក្មួយពូនិងពូឆាយមិនអាចទៅបង្ហាញខ្លួននៅទីនោះបានទេយើងមានតែជូនពួរក្មួយពីចម្ងាយតែប៉ុណ្ណោះក្មួយត្រូវតែប្រយុទ្ធដោយខ្លួនឯងហើយម្ដងនេះឃើញម្ដាយនិងលោកពូមានភាពសោកសៅវិចារាដែលឈរស្ដាប់ក្បែរនោះក៏ប្រញាប់លូកមាត់ដើម្បីបំបត្តិបរិយាកាសអាប់អ៊ូនោះភ្លាមម៉ែនិងលោកពូកុំបារម្ភអីទោះបីជាម៉ែនិងលោកពូមិនបានទៅក៏យ៉ាងហោចណាស់នៅមានខ្ញុំមានដាវីមានបងវីរៈនិងពូភាពទៅឈូហូនិងលើកទឹកចិត្តឲ្យបងជ័យដែរខ្ញុំធានាថាបងជ័យប្រកាសជាយកជ័យជំនះមកឲ្យគ្រូហ្វាយើងជាក់ជាមិនខានសំដីក្មេងខ្ចីតែរឹងប៉ឹងរបស់វិចារាបានធ្វើឲ្យអ្នកគ្រប់គ្នាផ្ទុះសំណើចនិងញញឹមឡើងវិញបន្ទាប់ពីជជែកគ្នាលេងបំបត្តិភាពនឿយហត់រួចមកគ្រូហ្វាតូចមួយនេះក៏បាននាំគ្នារៀបចំពិសាអាហារពេលល្ងាចជួបជុំគ្នាយ៉ាងមានក្តីសុខជាទីបំផុតទោះជាយ៉ាងណាការងាររបស់ជ័យមិនទាន់បញ្ចប់ត្រឹមនេះទេក្រោយពេលដែលពិសាបាយល្ងាចរួចរាល់មេឃងងឹតហ្លុបពូដែនបានហៅជ័យរួចអ្នកទាំងពីរក៏បានធ្វើដំណើរជ្រែកភាពងងឹតឆ្ពោះចូលទៅកាន់បន្ទាយសម្ងាត់នៅក្នុងព្រៃជ្រៅ
គោលបំណងរបស់ពូដែននៅយុគនេះគឺចង់រំលឹកគុណប្រយុទ្ធនិងធ្វើការសាកល្បងសមត្ថភាពចុងក្រោយរបស់ជ័យមុនថ្ងៃប្រកួតចូលមកដល់លុះមកដល់ទីធ្លាធំកណ្ដាលព្រៃដែលមានដុតភ្លើងគប់បំភ្លឺបន្ទាយពូដែនបានប្រមូលកងវៀតណាមចំនួន10នាក់ដែលម្នាក់ហ្វុតតែមានមាឌធំនិងគុណប្រយុទ្ធខ្លាំងពូកែឲ្យមកឈរតម្រង់ជួរគ្នាពូដែនដើរមកឈរចំកណ្ដាលរួចប្រកាសថាជ័យថ្ងៃនេះពូនឹងឲ្យឯងហ្វាក់លបងកម្លាំងជាមួយពួកគាត់នេះគឺហ្វុតតែជាវៀតណាមជើងចាស់មានគុណប្រយុទ្ធខ្លាំងពូកែចូលរួមហ្វឹកសង្គ្រាមរាប់ហ្វឹកមិនអស់បើធៀបទៅនឹងមនុស្សដែលមានមាឌធំមានហ្វាក់យន់ពេញខ្លួនដែលឯងបានឃើញថ្ងៃមិញនេះគឺពួកគាត់ខ្លាំងជាងពួកគេឆ្ងាយខ្លាំងណាស់ឯងចាំទុកកុំប្រើកម្លាំងបុកនឹងកម្លាំងតែត្រូវប្រើយុទ្ធសាស្ត្រភាពរហ័សរហួននិងការសង្កេតរកចំណុចខ្សោយរបស់គូប្រកួតគ្រាន់តែពូដែនប្រាប់ឲ្យចាប់ផ្ដើមភ្លាមកងវៀតណាមមាឌធំ2នាក់ក៏បានផ្ទុះសម្រុកចូលមកវាយប្រហារជ័យពីមុខនិងពីក្រោយក្នុងពេលតែមួយសំលេងកណ្ដាប់ដៃកាត់ខ្យល់ឮហ្វូសឹងតែបោកបំបាក់ដើមឈើបានជ័យមិនបានតក់ហ្វ្លុតឡើយគេទម្លាក់ជំហរជើងទៀបប្រើក្បាច់កិច្ចយ៉ាងរហ័សរហួនប្រៀបដូចជាសត្វហនុមានគ្រាន់តែកណ្ដាប់ដៃដ៏ធំមួយផ្ទុះមកដល់ចំមុខជ័យក៏បានងាកខ្លួនគេចផុតរួចប្រើបាតដៃរបស់ខ្លួនទះកែងដៃគូប្រកួតដើម្បីបង្វែរកម្លាំងហើយប្រើជើងស្ដាំតត់ឆ្កៀលជើងក្រោមរបស់វៀតណាមម្នាក់នោះយ៉ាងខ្លាំងធ្វើឲ្យគេដួលបោកទៅនឹងដីលន់ឮហ្វូប្រាវទាហានម្នាក់ទៀតផ្ទុះមកពីក្រោយបំរុងទៅនឹងរឹតកតែជ័យបានដឹងខ្លួនមុនគេលុតផ្លោះឡើងទៅលើរួចប្រើកែងវាយចុះមកក្រោមទម្លុះចំស្មានៃគូប្រកួតធ្វើឲ្យវៀតណាមម្នាក់នោះទន់ជង្គង់ក្រឹបការប្រកួតកាន់តែតានតឹងឡើងកងវៀតណាមមាឌធំ4ទៅ5នាក់ទៀតបានសម្រុកចូលមកព្រមគ្នាជ័យបានបញ្ចេញគុណប្រយុទ្ធកំពូលរបស់ពូដែនដែលបានបង្រៀនគេប្រើក្បាច់នាគរាជបក់កន្ទុយរលាស់ជើងតត់បោកគូប្រកួត2នាក់ឲ្យដួលច្រងាប់ច្រងល់រួចផ្ទុះចូលទៅគៀកវៀតណាមមាឌធំជាងគេម្នាក់ដែលកំពុងប្រើកម្លាំងវាយសម្រុកជ័យមិនបានទប់ផ្ទាល់ទេគេគ្រាន់តែថយក្រោយមួយជំហានរងចាំឲ្យគូប្រកួតបញ្ចេញកម្លាំងមកអស់រួចគេក៏ចាប់ទាញដៃគូប្រកួតនោះទាញឲ្យមកមុខថែមដើម្បីប្រើកម្លាំងរបស់សត្រូវផ្ដួលសត្រូវខ្លួនឯងទាហានមាឌធំនោះបាត់បង់លំនឹងត្រូវជ័យប្រើជង្គង់បុកចំចង្កេះតិចជាការប្រមានរួចរុញទម្លាក់ទៅលើដីយ៉ាងងាយស្រួលសំឡេងដង្ហើមហត់ដង្ហក់និងសំឡេងនៃការប៉ះទង្គិចគ្នានៃកណ្ដាប់ដៃបានបន្លឺឡើងពេញទីធ្លារាល់ការវាយលុកដ៏កាចសាហាវរបស់កងវៀតណាមត្រូវបានជ័យបំបែកយ៉ាងស្ទាត់ជំនាញគេចេះបត់បែនប្រើភាពទន់ភ្លន់ដើម្បីយកឈ្នះភាពខ្លាំងប្រើល្បឿនដើម្បីយកឈ្នះកម្លាំងត្រឹមតែមួយសន្ទុះធំកងវៀតណាមដ៏ខ្លាំងពូកែទាំង10នាក់ក៏បានដួលដេកពេញដីដោយព្រមទទួលស្គាល់ការចាញ់រៀងខ្លួនគណៈដែលជ័យនៅឈរយ៉ាងអង្អាចគ្រាន់តែបែកញើសហ្វើមអាវតែប៉ុណ្ណោះពូដែននិងពូឆាយដែលឈរមើលពីក្រៅបានងូកក្បាលញញឹមដោយសេចក្តីពេញចិត្តជាទីបំផុតពូដែនដើរចូលមកទះស្មាជ័យរួចពោលដោយមោទនភាពថាល្អណាស់ក្មួយប្រុសគុណប្រយុទ្ធរបស់ឯងពេលនេះគឺដល់កម្រិតហើយឯងចេះប្រើខួរក្បាលគិតក្នុងការប្រយុទ្ធមិនមែនពឹងតែលើកម្លាំងឡើយទៅចុះទៅដណ្ដើមយកជ័យជំនះនៅលើសង្វៀននោះឲ្យហ្វាក់ហ្វមជាកូនប្រុសរបស់លោកមេតបមង្គលយប់នោះជ័យបានត្រឡប់មកផ្ទះវិញដោយក្តីជឿជាក់ជាទីបំផុតគេបានដឹងច្បាស់ថាទោះបីជាគូប្រកួតនៅលើសង្វៀនមានមាឌធំឬសាហាវកម្រិតណាក៏គេមានយុទ្ធសាស្ត្រគ្រប់គ្រាន់ក្នុងការដោះស្រាយនិងនាំយកជ័យជំនះមកជូនគ្រូហ្វារបស់គេឲ្យតតែបានយប់ងងឹតចេះតែរំកើខ្លួនទៅមុខមិនឈប់មិនយូរប៉ុន្មានព្រះអាទិត្យថ្មីទៅតែរះបញ្ចេញរស្មីពណ៌មាសជះកាត់ចុងព្រៃព្រឹក្សាតែបរិយាកាសនៅឯទីធ្លាមុខវិមានលោកសេដ្ឋីព្រឹកនេះគឺពោពេញទៅដោយភាពអ៊ូអរនិងកងរំពងក៏ក្រើកដីទៅហើយ
ថ្ងៃប្រកួតជ្រើសរើសមេកងការពារដែលអ្នកគ្រប់គ្នាទន្ទឹងរង់ចាំក៏បានមកដល់មនុស្សម្នាក់ទាំងចាស់ទាំងក្មេងទាំងស្រីទាំងប្រុសមកពីគ្រប់ទិសទីបានមកប្រមូលផ្ដុំគ្នាឈរត្រៀបត្រាជុំវិញសង្វៀនប្រកួតដែលហ្វុងឡើងពីឈើយ៉ាងរឹងមាំត្បិតអីនេះគឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំស្រុកដែលមិនងាយនឹងមានឱកាសបានទស្សនាការប្រកួតក្បាច់គុនផ្ទាល់ភ្នែកបែបនេះឡើយបេក្ខជនគុនប្រយុទ្ធដែលបានចុះឈ្មោះទាំងអស់ក៏មកបង្ហាញខ្លួននៅទីលានប្រកួតដោយទឹកមុខអង្អាចរៀងៗខ្លួនគណៈកម្មការរៀបចំការប្រកួតបានធ្វើការចាប់ឆ្នោតគូផ្គងគូប្រកួតរួចរាល់ជាស្ថាពរជាសំណាងល្អឬក៏ជាការរៀបចំទុកជាមុនក៏មិនដឹងគណៈកម្មការបានរៀបចំមិនឲ្យអ្នកដែលមកពីភូមិជាមួយគ្នាត្រូវប៉ះប្រកួតគ្នាឯងនៅជុំដំបូងឡើយដូច្នេះហើយជ័យវីរៈកនដនចែមនិងលោកពូមកពីភូមិព្រះជ័យគឺមិនបានជួបប្រកួតគ្នាឯងនោះទេអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការផ្គូផ្គងគូប្រកួតនេះតែម្ដងកនដែលជាសម្លាញ់របស់វីរៈត្រូវចាប់ឆ្នោតប៉ះចំពន្លឺជាគូប្រកួតគណៈដែលវីរៈវិញត្រូវប៉ះជាមួយនឹងកូនចៅចំណិតម្នាក់របស់ពន្លឺដែលធ្លាប់តែដើរអួតក្អេងក្អាងនោះងាកមកមើលជ័យឯនេះវិញគ្រាន់តែឃើញឈ្មោះគូប្រកួតរបស់ខ្លួនភ្លាមគេលួចញញឹមបន្តិចគូប្រកួតរបស់ជ័យគឺជាបុរសចំណាស់ម្នាក់ដែលមានមាឌធំសាច់ដុំកង់និងមានហ្វាក់យន់ពេញដងខ្លួនមើលទៅគូឲ្យខ្លាចរអាជាទីបំផុតជ័យបានត្រឹមតែលួចគិតក្នុងចិត្តថាចៃដន្យអីក៏ចៃដន្យយ៉ាងនេះដែលឲ្យខ្ញុំមកប៉ះចំគូប្រកួតមាឌធំខ្លាំងបែបនេះពីជុំដំបូងតែម្ដងនេះប្រកាសជាស្នាដៃរៀបចំរបស់កូនស្រីសេដ្ឋីធីតាវតីនោះជាជាមិនខានដើម្បីចង់ឃើញខ្ញុំត្រូវគេវាយបាក់ឆ្អឹងដូចនាងបានគំរាមមែនតែទោះជាយ៉ាងណាជ័យមិនបានតក់ flot សំបីតែបន្តិចសំឡេងស្គរជ័យបានទូងបន្លឺឡើងជាសញ្ញាបញ្ជាក់ថាការប្រកួតបានចាប់ផ្ដើមហើយគូប្រកួតដែលត្រូវឡើងសង្វៀនមុនគេបង្អស់គឺគូរបស់វីរៈនិងកូនចៅពន្លឺនៅក្បែររីងប្រកួតគេសង្កេតឃើញវត្តមានរបស់ពូភៀបដាវីនិងវិចារាដែលបានមកឈរតោងខ្សែរីងស្រែកហូកំទ្រយ៉ាងកងរំពងគ្រាន់តែអញ្ញាកដាលស្រែកថាចាប់ផ្ដើមភ្លាមវីរៈដែលមានគំនុំកំហឹងក្នុងចិត្តតាំងតែពីថ្ងៃឆ្លុះគ្នានៅមាត់ហ្វ្រាក់និងនៅមុខកន្លែងចុះឈ្មោះនោះមិនបានទុកឱកាសឲ្យគូប្រកួតដកដង្ហើមសំបីតែមួយវិនាទីឡើយវីរៈផ្ទុះចូលទៅមាត់ឆ្វេងមាត់ស្ដាំប្រើកម្លាំងបាយដ៏ធ្ងន់របស់គេសំពងកូនចៅពន្លឺនោះឲ្យថយក្រោយរហូតដល់ចប់ខ្សែរីងវីរៈដាក់មួយចាស់ដៃវាយឡើងកូនចៅពន្លឺនោះរកផ្លូវតដៃមិនរួចបានត្រឹមតែលើកដៃរងការពារយ៉ាងវេទនាជាទីបំផុតគណៈដែលសំលេងហូទះដៃគ្រប់ត្រូវីរៈកំពុងតែកងរំពងនោះស្រាប់តែមានវត្តមានរបស់អ្នកនាងធីតាវតីអមដោយកងវេណានិងអ្នកបម្រើកាន់ឆាន់បានដើរមកយ៉ាងឆ្មឹងឆ្មៃតម្រង់មកកន្លែងដែលជ័យនិងប្អូនស្រីកំពុងតែឈរនាងស្លៀកពាក់យ៉ាងស្រស់ស្អាតតែផ្ទៃមុខពោពេញដោយការចំអកនាងដើរមកឈរក្បែរជ័យរួចបញ្ចេញសំឡេងឌឺដងយ៉ាងចាស់ដៃថាយ៉ាងម៉េចហើយលោកអនាគតមេកងជ័យបានឃើញមុខដៃគូប្រកួតរបស់លោកហើយឬនៅតែមិនអីទេលោកកុំតន់ភ័យខ្ញុំមកទីនេះគឺដើម្បីផ្ដល់កម្លាំងចិត្តខ្ញុំបានឲ្យគេត្រៀមថ្នាំសង្កូវបងរុំរបួសនិងក្រេហ្វែងរងចាំលោករួចរាល់ហើយនិយាយចប់នាងក៏សើចរួចក្រឡេកភ្នែកទៅមើលវិចារានិងដាវីដែលកំពុងតែឈរចិត្តនោះនាងក៏ពេបមាត់បន្តិចរួចហ្វូថាអូចោះនារីស្អាតទាំងពីរនាក់នេះជានរណាគេនឹងកុំប្រាប់ណាថាជាប្រពន្ធរបស់លោកនោះលោកហ៊ានណាហ៊ាននាំប្រពន្ធមកមើលខ្លួនត្រូវគេវាយផងគ្រាន់តែឮសំដីមើលងាយនឹងការហៅខ្លួនថាជាប្រពន្ធបែបនេះវិចារាដែលមានចរិតកាចឆ្នះមិនព្រមចាញ់នរណាស្រាប់ក៏អត់ទ្រាំមិនបាននាងងាកមកសម្លឹងមុខកូនសេដ្ឋីតាំងតែពីក្បាលដល់ចុងជើងរួចតបទៅវិញដោយសំឡេងច្បាស់ថា
អេនេះអ្នកនាងធីតាវតីដែលគេល្បីថាជាកូនលោកវេថីដ៏កាចឆ្នះនឹងមែនទេមុខឈរនៅកណ្ដាលវងមនុស្សរាប់រយនាក់ហើយមុខពោលសំដីញ៉ែញងចាក់ចុចមករកបងប្រុសខ្ញុំបែបនេះប្រយ័ត្នតែគេយល់ច្រឡំនិយាយដើមថាអ្នកនាងលួចមានចិត្តស្រឡាញ់បងប្រុសខ្ញុំណាតែមិនអីទេហ្វ្រៃណាក៏ដូចតែគ្នានឹងឲ្យតែបានឃើញភាពសង្ហារបស់បងប្រុសខ្ញុំសុទ្ធតែមានចិត្តលួចស្រឡាញ់ចង់ក្បែរអញ្ចឹងឯងសំដីរបស់វិចារាប្រៀបបាននឹងទឹកពុះជះទៅលើមុខធីតាវតីអញ្ចឹងគ្រាន់តែឮប្រយោគនេះភ្លាមធីតាវតីឆេះឈួលពេញបេះដូងមុខប្រែជាក្រហមងាំងដោយសេចក្តីខឹងសម្បាយ៉ាងខ្លាំងនាងចង់អុលមុខវិចារារួចស្រែកបញ្ជាទៅកងសេនាគឺពូដំភ្លាមថាឯងមីក្មេងប្រហើនហ៊ាននិយាយបែបនេះដាក់ខ្ញុំផងពូដំឆាប់អូសកមីក្មេងនេះបណ្ដេញវាចេញពីទីលានប្រកួតភ្លាមរំពេចនោះជ័យក៏បានផ្ទុះមកឈរបាំងពីមុខពូនស្រីរួចពោលទៅកាន់ធីតាវតីដោយសំឡេងមុតព្រួយថាសូមអត់ទោសអ្នកនាងធីតាវតីនាងគឺជាប្អូនស្រីបង្កើតរបស់ខ្ញុំហើយនាងគ្រាន់តែមកទីនេះដើម្បីផ្ដល់កម្លាំងចិត្តឲ្យបងប្រុសតែប៉ុណ្ណោះបើសិនជាអ្នកនាងប្រើអំណាចបណ្ដេញនាងឲ្យចេញទាំងបែបនេះវាហាក់ដូចជាអយុត្តិធម៌សម្រាប់ខ្ញុំខ្លាំងណាស់ព្រោះខ្ញុំនឹងបាត់បង់កម្លាំងចិត្តក្នុងការប្រកួតបើខ្ញុំបាក់ទឹកចិត្តហើយវាចាញ់មែននោះទោះជាធ្លាក់ពីសង្វៀនក៏ខ្ញុំមិនអស់ចិត្តទទួលស្គាល់ពាក្យថាចាញ់នេះដែរធីតាវតីឮជ័យលើកហេតុផលបែបនេះនាងរឹតតែហ៊ូចិត្តនិងខឹងទ្វេដងនាងគិតក្នុងចិត្តថាយីបងប្អូនគេនេះគ្មាននរណាលើសគ្មាននរណាខ្វះគឺសុទ្ធតែពូកែសំដីនិងមិនព្រមចុះញោមគេដូចគ្នាបេះបិទទោះបីជាខឹងខ្លាំងតែនាងមិនចង់ឲ្យគេយកលេសថាចាញ់ព្រោះនាងនោះទេនាងសង្គ្រឹះថ្មិញរួចតបទាំងកំហឹងថាក៏បានខ្ញុំនឹងទុកឲ្យនាងនៅទីនេះដើម្បីឲ្យលោកចាញ់ដោយអស់ចិត្តតែម្ដងទៅអូការពិតជាប្អូនស្រីហ្វោះខ្ញុំស្មានតែជាប្រពន្ធតែមើលទៅនាងស្អាតបាតណាស់មិនគូណាជាប្អូនស្រីរបស់លោកឯងហ្វោះមើលទៅមិនដូចគ្នាសំបីតែបន្តិចហ្វោះឡើយនាងបោះសំដីឌឺដងរួចក៏ងាកក្រោយដើរត្រឡប់ទៅអង្គុយនៅឯកៅអីកិត្តិយសរបស់នាងវិញទាំងខ្នាញ់ជាទីបំផុតស្របពេលដែលការជជែកតវ៉ានៅខាងក្រោមសង្វៀនទើបតែបញ្ចប់សំឡេងគូសជូងក៏បានបន្លឺឡើងបញ្ជាក់ពីការបញ្ចប់គូប្រកួតទី1នៅលើសង្វៀនវីរៈបានឈរលើកដៃអបអរជ័យជំនះយ៉ាងកេងកាងខណៈដែលកូនចៅពន្លឺត្រូវបានគេហ្វែងចុះពីសង្វៀនក្នុងសភាពសន្លប់បាត់បង់ស្មារតីធ្វើឲ្យអ្នកភូមិព្រះជ័យដែលមកគាំទ្រស្រែកហូអបអរហ្វាតូយ៉ាងកងរំពងពេញទីលានប្រកួតក្រៅពីវីរៈទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់រួចមកសង្វៀនប្រកួតក៏ត្រូវបានប្រគល់ទៅឲ្យគូទី2ដែលជាការប្រឈមមុខគ្នារវាងកននិងពន្លឺកនដែលជាកំឡោះអ្នកស្រែមានកម្លាំងខ្លាំងមិនបានធ្វើឲ្យមិត្តភ័ក្តិខកបំណងឡើយគ្រាន់តែសំឡេងខ្មោះវាយបន្លឺឡើងកនបានផ្ទុះចូលវាយសម្រុកទៅលើពន្លឺយ៉ាងចាស់ដៃពន្លឺទោះបីជាចរិតក្រអឺតក្រទមតែគេក៏មិនអន់ដែរត្បិតអីធ្លាប់ចំណាយប្រាក់ជួលគ្រូគុនល្បីៗមកបង្ហាត់ទើបគេចេះក្បាច់កិច្ចនិងទប់ទល់បានយ៉ាងល្អអ្នកទាំងពីរបានវាយប្តូរគ្នាទៅវិញទៅមកយ៉ាងស្វិតស្វាញផ្លាស់ប្តូរកណ្ដាប់ដៃនិងស្នៀតជើងធ្វើឲ្យអ្នកទស្សនាស្រែកហូកងរំពងប៉ុន្តែយ៉ាងណាមិញបទពិសោធន៍និងភាពប៉ិនប្រសប់ក្នុងការប្រយុទ្ធរបស់ពន្លឺហាក់មានប្រៀបជាងក្រោយពីប្រយុទ្ធគ្នាអស់មួយសន្ទុះធំកនក៏ចាប់ផ្ដើមហត់និងថយល្បឿនធ្វើឲ្យផ្លត់ស្នៀតត្រូវពន្លឺតតកាត់ជើងនិងមាត់ថែមមួយដៃចំស្មាបណ្ដាលឲ្យកនដួលអុកគួតក្រោកលែងរួចពន្លឺទទួលបានជ័យជំនះបន្តដំណើរទៅវគ្គបន្ទាប់ដោយការញញឹមចំអកខណៈដែលវីរៈបានរត់ទៅគ្រាសំឡាញ់ចុះពីសង្វៀនទាំងសោកស្ដាយបន្ទាប់ពីប្រកួតជាច្រើនគូបានបញ្ចប់ក៏ឈានចូលមកដល់វគ្គដែលគ្រប់គ្នាកំពុងតែរង់ចាំអញ្ញាកណ្ដាលក៏បានដើរមកកណ្ដាលសង្វៀនរួចស្រែកហៅឈ្មោះយ៉ាងរំពងគូប្រកួតបន្ទាប់គឺយុវជនពិជ័យប៉ះជាមួយនឹងគ្រូគុនហានមកពីភូមិកំពង់ទូកគ្រាន់តែឮឈ្មោះគូប្រកួតភ្លាម
ជ័យបានទាញខ្សែក្រវ៉ាត់ក្រណាត់ចងចង្កេះឲ្យតឹងរួចបោះជំហានឡើងទៅលើសង្វៀនយ៉ាងស្ងប់ស្ងាត់ជាមួយនឹងភាពជឿជាក់ស្របពេលនោះដែរបុរសមាធំម្នាក់ក៏បានលោតផ្លោះពីក្រោមឡើងមកឈរទល់មុខជ័យធ្វើឲ្យក្តាររែងប្រកួតដែលធ្វើអំពីឈើហូបនោះញ័ររញ្ជួយលន់ឮហ្វូក្តាំងបុរសនោះដែលជាគ្រូគុនប្រចាំភូមិកំពង់ទូកដែលមានមាឌធំសាច់ដុំកង់ស្បែកក្រហមទង់ដែកនិងមានហ្វាក់យ៉នពេញដងខ្លួនមើលទៅកាចសាហាវនិងគួរឲ្យខ្លាចរអាជាទីបំផុតអ្នកទស្សនាគ្រប់គ្នាលន់មាត់ភ្ញាក់ផ្អើលព្រោះនេះច្បាស់ណាស់ថាជាស្នាដៃរៀបចំរបស់ធីតាវតីដែលក្លែងបន្លំឲ្យគ្រូគុនល្បីឈ្មោះមកប្រកួតជាមួយយុវជនចំណូលថ្មីដើម្បីកម្ចាត់ជ័យតាំងតែពីជុំដំបូងក្រឡេកមកមើលអ្នកភូមិព្រះជ័យដែលមកគ្រប់គ្រងវិញម្នាក់ហ្វ្លេកមុខហ្វ្លេកមាត់បែកញើសចូលខ្លួនជាពិសេសគឺវិចារាតែម្ដងគ្រាន់តែឃើញមានរបស់គូប្រកួតបងប្រុសភ្លាមនាងភ័យរន្ធត់រហូតញ័រដៃញ័រជើងនាងប្រញាប់លើកដៃទាំងពីរសំពះទៅនឹងដើមទ្រូងបិទភ្នែកបួងសួងបន់ស្រន់អស់ទេវតានិងដូនតាថែរក្សាស្រុកភូមិជាពិសេសនាងបានដាស់ដល់ដួងព្រលឹងរបស់ឪពុកដែលជាអតីតមេតបដ៏ល្បីល្បាញឲ្យមកជួយជ្រុំជ្រែងនិងការពារបងប្រុសកុំឲ្យមានគ្រោះថ្នាក់ឲ្យសោះសំឡេងខ្មោះចាប់ផ្ដើមប្រកួតបានបន្លឺឡើងគ្រូគុនមេធំមិនបងអង្គយូរផ្ទុះសំរុកចូលមកដូចដំរីចុះព្រេងបញ្ចេញកណ្ដាប់ដៃសំពងតម្រង់មកក្បាលជ័យយ៉ាងសាហាវជ័យដែលដឹងច្បាស់ពីយុទ្ធសាស្ត្រប្រយុទ្ធមិនបានប្រើកម្លាំងទប់ទល់នឹងកម្លាំងនោះទេគេប្រើភាពរហ័សរហួនរបស់ខ្លួនគិតខ្លួនវឹបចុះមកក្រោមរួចរំកើខ្លួនចេញទៅជំហៀងយ៉ាងលឿនត្បិតគេដឹងច្បាស់ថាគូប្រកួតដែលមានមាឌធំបែបនេះកម្លាំងវាចេញគឺធ្ងន់មែនតែចលនារបស់ពួកគេគឺយឺតយ៉ាវនិងពិបាកបត់បែនណាស់ជ័យព្យាយាមរត់គេចចុះគេចឡើងធ្វើឲ្យគ្រូគុននោះវេខកកាន់តែខឹងកាន់តែបញ្ចេញកម្លាំងវេប្រេះផ្ដាស់ក្នុងពេលជាមួយគ្នានោះកែវភ្នែកដ៏មុតហ្វ្រូចរបស់ជ័យកំពុងតែសម្លឹងស្វែងរកចំណុចខ្សោយនិងចន្លោះប្រហោងរបស់គូប្រកួតជាប់ជានិច្ចគេប្រុងប្រយ័ត្នរាល់ជំហានព្រោះគេដឹងថាគេដាច់ខាតមិនអាចចាញ់បានទេហើយបើផ្លាត់ត្រូវតែមួយដៃគឺអាចនឹងសន្លប់បាត់បង់ស្មារតីមិនខានការវាយប្រយុទ្ធគ្នារវាងអ្នកទាំងពីរប្រព្រឹត្តទៅយ៉ាងជក់ចិត្តមួយខាងប្រើកម្លាំងមួយខាងទៀតប្រើក្បាច់រហ័សរហួននិងប្រាជ្ញាធ្វើឲ្យអ្នកទស្សនាហូរទះដៃមិនដាច់ហ្វូងាកមកមើលធីតាវតីដែលកំពុងតែអង្គុយនៅលើកៅអីកិត្តិយសឯនេះវិញនាងកំពុងតែមានអារម្មណ៍ច្របូកច្របល់តែម្នាក់ឯងពេលឃើញជ័យនៅតែឈររេជើងបានយ៉ាងស្វាហាប់មិនតន់ត្រូវគ្រូគុននោះវាយឲ្យដួលនាងចាប់ផ្ដើមភ័យបន្តិចនាងភ័យខ្លាចក្រែងតែជ័យអាចយកឈ្នះការប្រកួតរួចហើយនឹងងាកមកឌឺដងបំបាក់មុខនាងដូចតែគេបាននិយាយមែនប៉ុន្តែនៅក្នុងចិត្តមួយទៀតរបស់នាងក៏លួចអនិងកោតសរសើរពេលឃើញកាយវិការប្រយុទ្ធដ៏រស់រវើកនិងភាពសង្ហាអង់អាចក្លាហានរបស់យុវជនរូបនេះដោយមិនដឹងខ្លួនដោយសារតែការប្រកួតអូសបន្លាយយូរពេកវតីក៏ចាប់ផ្ដើមខឹងមុខក្រញើនាងងាកទៅហ្វូពូដំដែលជាមេកងការពារផ្ទាល់ខ្លួនរបស់នាងដោយសំឡេងខ្វឹបថាពូដំនេះវាយ៉ាងម៉េចហ្នឹងមិនបានជាគ្រូគុនមេធំពុនយៈនោះមិនតាន់វេក្មេងនោះឲ្យដួលទៀតពូឯងឬមនុស្សខុសមកទេដឹងពូដំសំឡឹងមើលទៅសង្វៀនដោយទឹកមុខស្មើរួចតបទៅចវាយនាយរបស់ខ្លួនដោយសំឡេងធ្ងន់ថាអត់ទេអ្នកនាងតូចខ្ញុំឬមនុស្សអត់ខុសទេតែបញ្ហាគឺនៅត្រង់ថាក្មេងប្រុសម្នាក់នេះគឺពិតជាខ្លាំងមែនគុណប្រយុទ្ធរបស់គេមិនមែនជារបស់អ្នកភូមិធម្មតាទេគេមានក្បួនខ្នាតត្រឹមត្រូវរហ័សរហួនហើយឆ្លាតវៃណាស់បើហ្វិនជាឲ្យខ្ញុំឡើងទៅប្រកួតជាមួយគេពេលនេះក៏ប្រហែលជាខ្ញុំមិនអាចយកឈ្នះគេបានដោយងាយស្រួលនោះដែរស្ដាប់ការពន្យល់របស់ពូដំចតធីតាវតីបើកភ្នែកធំរួចធ្វើមុខខឹងពេបមាត់ត្បិតនាងដឹងច្បាស់ថាថ្នាំសង្កូវនិងក្រេហ្វេងដែលនាងបានត្រៀមទុកដើម្បីបញ្ចើជ័យនោះប្រហែលជាមិនបានយកមកប្រើការឡើយត្រឡប់មកលើសង្វៀនវិញ
បន្ទាប់ពីគ្រូគុណមេធំបន្តវីសម្រុកឥតប្រយោជន៍អស់មួយសន្ទុះធំកម្លាំងរបស់គាត់ក៏ចាប់ផ្ដើមស្រកចុះដង្ហើមដកញាប់ហើយចលនាជើងក៏ចាប់ផ្ដើមតាក់គ្នានេះហើយជាឱកាសដែលជ័យកំពុងតែរងចាំគ្រាន់តែគ្រូគុណនោះលើកដៃស្ដាំបំរុងទៅនឹងម៉ាត់ចេញជ័យក៏បានទម្លាក់ខ្លួនចុះគេចយ៉ាងលឿនរួចប្រើកម្លាំងបង្វិលខ្លួនតត់កាត់ខ្មងជើងរបស់គូប្រកួតមួយទំហឹងគ្រូគុណមេធំទន់ជង្គង់អុកដីមិនទាន់នឹងបានងើបផងជ័យបានផ្ទុះផ្លោះឡើងលើអាកាសប្រើជង្គង់ហោះបុកចំកណ្ដាលទ្រូងគូប្រកួតយ៉ាងធ្ងន់ធ្វើឲ្យគ្រូគុណមេធំនោះដួលផ្ងាបោកខ្នងទៅលើក្តាររីងលន់លឺហ្វូប្រាវសន្លប់ស្ដោកក្រោកលេងរួចតែម្ដងសំលេងហូរកញ្ជ្រៀវរបស់អ្នកទស្សនាជាពិសេសគឺវីរៈវិចារានិងដាវីបានបន្លឺឡើងកងរំពងកក្រើកដីអញ្ញាកណ្ដាលក៏បានរត់មកលើកដៃជ័យឡើងដើម្បីប្រកាសជាផ្លូវការថាយុវជនពិជ័យគឺជាអ្នកទទួលបានជ័យជំនះនៅក្នុងជុំនេះទោះបីជាដកដង្ហើមហត់បន្តិចតែជ័យនៅតែរក្សាជំហរយ៉ាងអង់អាចនៅកណ្ដាលសង្វៀនមុននឹងដើរចុះពីលើរីងជ័យមិនបានភ្លេចសម្ដីដែលខ្លួនបានបោះពាក្យនោះទេគេបានងាកក្បាលសម្លឹងត្រង់ឆ្ពោះទៅកាន់កៅអីកិត្តិយសរបស់ធីតាវតីរួចបញ្ចេញស្នាមញញឹមឌឺដងព្រមទាំងងក់ក្បាលដាក់នាងហាក់ដូចជាចង់ប្រាប់ថាយ៉ាងម៉េចដែរអ្នកនាងថ្នាំសង្កូវនោះទុកឲ្យគ្រូគុណដែលអ្នកនាងរៀបចំមកនោះប្រើហ្វិនចុះខ្ញុំមិនតន់ត្រូវការប្រើនោះទេធ្វើឲ្យកូនស្រីលោកសេដ្ឋីក្តៅក្រហាយមុខក្រហមងាំងគូកៅអីស្ទើរតែបាក់ធัวហើយចង់ដឹងថាតើវគ្គបន្តធីតាវតីនឹងធ្វើអ្វីដាក់ជ័យបន្តទៀតសូមរងចាំស្ដាប់ភាគបន្ត